សូមគោរពអ្នកគ្រូនិងមិត្តភក្តិទាំងអស់គ្នាដែលមានវត្តមាននៅទីនេះខ្ញុំភេទជាពៅលីដាជាទៅរៀនថ្នាក់ទី6នៃសាលាបឋមសិក្សាខាងការខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែងដែលបានលំអរអំណាចមួយអំពីរ៉ែប្រេងកាតជារ៉ែមួយប្រភេទដែលមានតម្លៃជាងគេនៅលើលោកនៅប្រទេសកម្ពុជាគេរកឃើញរ៉ែប្រេងកាតនៅក្នុងដីក្រោមបាតសមុទ្រនិងក្រោមដីបាតបឹងទន្លេសាបបច្ចុប្បន្ននេះក្រុមហ៊ុនវិនិយោគទុនជាច្រើនកំពុងចរចាជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីបូមប្រេងកាតនៅក្នុងសមុទ្រខ្មែរតាមអ្នកស្រាវជ្រាវបានឲ្យដឹងថាប្រេងកាតនៅក្នុងប្រទេសកម្ពុជាមានរាប់ពាន់បារ៉ែលគេធ្វើសំណង់បូមប្រេងកាតក្នុងទឹកសមុទ្រឬទឹកសាបគេបុកទំនប់ដីមិនជ្រាបទឹកដោយឆ្លងកាត់ស្រទាប់ដែលមានឧស្ម័ននៅស្រទាប់ខាងក្រោមប្រេងមានទឹកប្រៃនៅក្រោមទឹកប្រៃមានស្រទាប់ដីដែលជាគម្របទឹកប្រៃនៅក្នុងស្រទាប់ឧស្ម័នក្នុងស្រទាប់ប្រេងកាតនិងក្នុងស្រទាប់ទឹកប្រៃគេសង្កេតឃើញមានសិលាធម៌នៅពេលបុកកំពុងដល់ឧស្ម័នគេដឹងថាជិតដល់ស្រទាប់ប្រេងកាតហើយដូច្នេះគេមានការប្រុងប្រយ័ត្នមិនឲ្យការបុកនេះជ្រុលហួសនាំឲ្យប្រេងបាញ់នៅខាងខួរបំពង់ប្រេងដែលគេបូមពីក្នុងដីត្រូវហូរចូលបំពង់បង្ហូរទៅកាន់រោងចក្រចម្រាញ់ប្រេងកាតគេបានប្រេងកាតប្រភេទពីការចម្រាញ់ប្រេងឆៅដូចជាប្រេងកាតសម្រាប់ហោះប្រេងសាំងប្រេងកាតប្រេងម៉ាស៊ូតប្រេងរំអិលនិងការកំណល់សម្រាប់អ្នកក្រៅផ្លូវថ្នល់ប្រេងកាតឆៅឬមាសខ្មៅមានប្រយោជន៍ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រទេសដូច្នេះកូនខ្មែរគ្រប់រូបត្រូវចូលរួមថែរក្សាសម្បត្តិធម្មជាតិទាំងក្នុងដីទាំងក្នុងទឹកឲ្យបានគង់វង្សជារៀងរហូតជម្រាបលាមិត្តភក្តិទាំងអស់គ្នា